សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនាំអ្នកនរគ្នាមករៀនមួតយ៉ការីម្ដងយ៉ការីយើងមានគ្រឿងផ្សំងាយៗដូចជាសាច់មឿនគ្រឿងការីគ្រឿងខ្មែរគ្រឿងដែលយើងផ្សំជាមួយគ្រឿងការីយើងត្រូវប្រើទាំងអស់លើកលែងតែស្ករក្រហមយើងកុំសូវដាក់ចិនពេកដោយសារកាលណាយើងដាក់ចិនពេកយ៉របស់យើងពេលយកតំពងវានឹងឆាប់ខ្លោចលឿនដូច្នេះយើងប្រើស្ករក្រហមតិចតួចបានភាគច្រើនយើងប្រើស្ករសវិញដើម្បីកុំអោយការីយើងពេលយើងកំប៉ុងការីយើងនោះវាឡើងខ្មៅឡើងខ្លោចខ្លាំងហើយជាដំបូងយើងត្រូវឆាសាច់ចិញ្ច្រាំសាច់មឿនឆាជាមួយការីដោយសារខ្ញុំបានបង្ហាញវីដេអូមកឆាសាច់ការីទេដូច្នេះខ្ញុំបង្រៀនអ្នកនរគ្នាបង្ហាញអ្នកនរគ្នាធ្វើមូតយ៉ការីសាច់មឿនតែម្ដងហើយនេះវាវីដេអូដែលយើងធ្វើការីសាច់មឿនរបស់យើងការីតយ៉សាច់មឿនរបស់យើងហើយយើងមូជាមួយស្បែកតយ៉យើងហើយតយ៉ប្រភេទនេះភាគច្រើនគេអត់សូវនិយមធ្វើទេមានតាមអូតែឬតាមអីផ្សេងមួយចំនួនគេធ្វើហើយតយ៉ការីសាច់មឿននេះដំបូងឡើយយើងឆាសាច់រួចអស់ហើយយើងយកទុកឲ្យត្រជាក់យើងយកមកមូយើងត្រូវមូបែបនេះមូកុំតូចពេកកុំធំពេកមូល្មមហើយយើងដាក់សាច់ចំចង្ហៀងមកយើងចាប់បត់ពីឆ្វេងមកស្ដាំបត់មួយកុំបត់លឿនពេកហើយកុំបត់ស្កត់ខ្លាំងពេកការស្កត់ខ្លាំងពេកអាចនឹងធ្វើឲ្យតយ៉សាច់មឿនយើងនឹងបែកហើយពេលជិតដល់ចុងបញ្ចប់នៃការមួយយើងត្រូវលាបពងមឿនក្រហមឲ្យវាស្អិតជាប់ចាំយើងទុកតាមម៉ាឡេហើយជាទូទៅប្រភេទតយ៉ការីសាច់មឿននេះបើអ្នកនរគ្នាឆាសាច់អត់ស្ងួតទេពេលយើងយកមកមូវានឹងត្រឡក់ហើយវានឹងអាចឆាប់ពីមូទៅវានឹងបែកស្បែកតយ៉ដូច្នេះយើងកុំមួមានទឹកអីមានតិចបានប៉ុន្តែយើងគួរតែព្យាយាមឆាឲ្យស្ងួតសាច់ទើបយើងមួទៅវាស្អាតហើយការីពេលយើងទៅបំពងទៅក៏វាស្អាតដែរវាអត់បែកប្រេះចេញចំហែងយ៉ាងហាងសាច់ទៅផ្សេងស្បកទៅផ្សេងដូច្នេះគួរល្អអ្នកនរគ្នាអាចឆាសាច់ឲ្យរាងស្ងួតបន្តិចមកហើយកុំសូវលាបពងមឿនចិនពេកកាលណាលាបពងមឿនចិនពេកអាចធ្វើឲ្យតយ៉ការីសាច់មឿនរបស់យើងងាយខ្លោចផងដែរដូច្នេះហើយអ្នកនរគ្នាព្យាយាមកុំសូវលាបចិនពេកហើយរៀងបត់ឲ្យស្អាតឲ្យតាមលំដាប់លំដោយវាកុំលឿនពេកកុំប្រញាប់ពេកមួយបត់ពីឆ្វេងបត់មកស្ដាំមកអ្នកនរគ្នាប្រកាសជាបានស្អាតហើយការីសាច់មឿនយើងនេះហើយតយ៉អ្នកនរគ្នាគួរតែកុំដាក់ហាលវាពេលយើងបកសបកវាគួរតែរុំហ្វីមឬក៏ច្រត់ថង់ដាក់ក្នុងទូឲ្យត្រជាក់ឲ្យពេលវាទន់យើងមួទៅវាស្អាតដែរបើអ្នកនរគ្នាដាក់កដាលវាចំហចង្ហៀវពេលអ្នកនរគ្នាមូអាចនឹងរឹងពិបាកក្នុងការមូទៅវិញទេដូច្នេះហើយអ្នកនរគ្នាគួរតែដាក់ក្នុងទូឬក៏ច្រកថង់ឲ្យវាជិតល្អចាំយើងយកមកមូដើម្បីកុំឲ្យវារឹងពេកហើយសាច់ស្នូលរបស់តយ៉ការីសាច់មឿននេះអ្នកនរគ្នាកុំដាក់មូចិនពេកដាក់ល្មមបានកុំឲ្យផាសដៃពេលផាសដៃមូទៅវាអត់ស្អាតទេយើងដាក់ល្មមទៅដើម្បីឲ្យយើងមូទៅវាស្រួលស្អាតហើយមុនដំបូងអ្នកទាំងអស់គ្នាអាចព្យាយាមមួយកុំលឿនពេកបើអ្នកទាំងអស់អត់ចេះមូបើអ្នកទាំងអស់គ្នាចេះមូហើយអ្នកទាំងអស់គ្នាអាចមូលឿនបានព្រោះថាតយ៉សាច់មឿនវាក៏ដូចតយ៉បន្លែដែរយើងអាចមូដូចគ្នាគ្រាន់ថាយើងឆាសាច់គឺខុសគ្នាបើយើងឆាទឹកពេកពេកយើងមូទៅវាអត់ស្អាតទេវាធ្លាយសបកតយ៉បើយើងមូឆារាងស្ងួតមូទៅវាស្អាតវាអត់សោះប្រេះបំពងទៅវាស្រួលដែរវាអត់ឆាប់ខ្លោចវាអត់ឆាប់បែកអ្នកនរគ្នាព្យាយាមមួយមកវានឹងអាចបានសម្រេចហើយអ្នកនរគ្នាអាចចេះមូហើយនឹងអាចមូស្អាតជាងខ្ញុំដែលបង្ហាញវីដេអូទៅទៀតបើអ្នកនរគ្នាយកចិត្តទុកដាក់ក្នុងការមូបន្តិចហើយអ្នកនរគ្នាអាចនឹងស្ទើរឬក៏មូស្អាតជាងខ្ញុំក៏ថាបាននៅពេលអ្នកនរគ្នាមើលវីដេអូមួយនេះដល់ចប់ហើយវីដេអូមូនេះវាអត់មានអីពិបាកទេមូស្រួលគាត់ថាយើងមូយើងដំយើងប៉ាន់យើងលុញវាឲ្យតិចមកឲ្យវាមូល្អកុំយើងលុញហើយយើងដាក់ទាំងដល់ទាំងក្នុងទាំងដងវាអាចនឹងកពិតខ្លះដូច្នេះហើយអ្នកនរគ្នាព្យាយាមរោលវាបន្តិចមកមូវាលុញវានៅលើជ្រុញពេលយើងរុំរួចហើយយើងរោលនឹងលើជ្រុញតិចមកមូវាលុញវាបន្តិចលើជ្រុញដើម្បីឲ្យវាមូល្អហើយពងមិនកុំលាបចិនពេកលាបមកល្មមចំពោះស្នូលដូចគ្នាកុំសូវដាក់ស្នូលចិនពេកហើយឆាបើអ្នកនរគ្នាអត់ចេះឆាស្នូលការីតយ៉ការីសាច់មឿនទេអ្នកនរគ្នាអាច comment ខាងក្រោមវីដេអូខ្ញុំបាន
លើកក្រោយខ្ញុំនឹងអាចបង្ហាញរបៀបឆា Snow Curry សាច់មិនរបស់តាយ៉និយាយទៅគ្រឿងផ្សំវាងាយៗទេមានដូចជាខ្ទឹមបារាំងសាច់មិនគ្រឿងខ្មែរគ្រឿងធ្វើការីយើងយកមកឆាជាមួយមកគ្រាន់ថាយើងកុំប្រើស្ករក្រហមឬកាពិចិនពេកយើងប្រើខ្ទិះដូងខ្ទិះអីធម្មតាគេថាកុំដាក់ចិនពេកដាក់មកល្មមដើម្បីកុំឲ្យការី Snow Curry តាយ៉យើងវាមានទឹកចិនពេកវាប៉ែកបានប៉ុន្តែកុំឲ្យចូលខ្លាំងកាលណាចូលខ្លាំងពេលយើងយកមូវាអត់ស្អាតវានឹងធ្លាយធ្លោះដូច្នេះហើយយើងអ្នកនរគ្នាអាចព្យាយាមឆាឲ្យស្ងួតមកហើយដាក់គ្រឿងកុំសូវដាក់លបចិនយើងធ្វើការីទឹកពេកយើងធ្វើតែល្មមមកឆាមកស្ងួតដើម្បីឲ្យយើងមូទៅវាស្រួលកាលណាយើងដាក់ទឹកខ្ទិះអីចិនពេកទៅវាអាចនឹងទឹកច្រើនវាអាចនឹងពេលយើងមូទៅវានឹងអាចពិបាកហើយឆាវាចំណាយពេលយូរដើម្បីឲ្យសាច់វាស្ងួតផងដែរដូច្នេះអ្នកនរគ្នាព្យាយាមឆាឲ្យបានស្ងួតល្អយើងមូក៏ស្អាតដែរហើយវីដេអូខ្ញុំមានតែប៉ុណ្ណេះដែរហើយកុំភ្លេចជួយ like follow ម្នាក់មួយផងបើសិនជាអ្នកនរគ្នាពេញចិត្តវីដេអូមួយនេះហើយសូមអធិស្ឋានបើសិនមានខុសឆ្គងត្រង់ប្រការណាមួយផងសូមអរគុណច្រើនបាទ